សាច់ដែលខ្ញុំកម្រយកមកធ្វើម្ហូបញ៉ាំជាងគេនោះគឺសាច់ទាជាពិសេសហើយយកមកស្លម្ជូរឬក៏ឆាអីខ្ញុំកម្របើថាញឹកញាប់ជាងនេះគឺសាច់មាន់ពេលដល់ផ្សារទៅឃើញលឹកត្មងល្អពេកនឹកធ្លាប់ញ៉ាំស្លម្ជូរលឹកត្មងហ្នឹងអត់ទិញសាច់ទានេះយកមកស្លម្ជូរក្រាក់លឹកត្មងបងប្អូនអើយមានអីឆ្ងាញ់ប្លែកមែនតើជូរជ្រះជ្រះហើយលាយជាមួយបន្លែមួយទីថាជាតិមែនតើហ្មងហើយចំពោះសាច់ទានោះអ្វីដែលខ្ញុំរំពឹងគិតទុកថាប្រហែលជាសាច់ទានោះស្វិតខ្លាំងហើយមកទៅញ៉ាំអត់កើតទេប៉ុន្តែមានអីដល់ពេលដែលរឿងប៉ះទាខ្ចីបងប្អូនអើយឆ្ងាញ់ណាស់យកមកធ្វើហើយស្លោះតែមួយផ្លែទេបានញ៉ាំហើយមិនយូរប្រហែលទេចំពោះបន្លែដែលខ្ញុំប្រើថ្ងៃហ្នឹងគឺខ្ញុំប្រើតែត្រប់ស្រួយហើយនៅម្ទេសម៉ាឡេហើយនៅម្ទេសពកខៀវតែប៉ុណ្ណឹងទេហើយនៅម្រះព្រៅហើយសាច់ទាហ្នឹងខ្ញុំទិញអស់តែ12000ទេដោយសារតែវាមានរោមច្រើនពេកក៏ខ្ញុំរោមតិចទៅឲ្យវាអស់អារោមទូចល្អិតហ្នឹងណាហើយទាមួយក្បាលហ្នឹងខ្ញុំកាប់វាទូចមកល្មមទៅមិនចាំបាច់កាប់ធំពេកក៏បានដែរបងប្អូនកាប់ទូចមកល្មមដើម្បីវាឆាប់ផុយឆាប់បានញ៉ាំកាប់ហើយលាងទឹកលាងអីឲ្យបានស្អាតបាតទៅ2 3ទឹកទៅហើយបងប្អូនទិញទារើសមើលផងអ្នកខ្លះបើសិនជាអត់ចេះរើសសួរអ្នកលក់ទៅថាខ្ញុំចង់យកទៅស្លម្ជូរឬក៏យកទៅដុតឬទៅអាំងអីចឹងណាអ្នកលក់គេនឹងឲ្យហើយទាទូចទាធំឬក៏ទាស្វិតមិនស្វិតអីគឺអ្នកលក់គាត់ប្រាប់ហើយតែបើថាទិញប៉ះកន្លែងអ្នកលក់ខ្លះអត់ស្មោះត្រង់នឹងយើងទេយើងចង់ទិញទាណាដែលផុយហើយក្មេងយើងយកមកញ៉ាំទៅវាល្អធ្វើម្ហូបទៅឆាប់បានញ៉ាំប៉ុន្តែអ្នកលក់ខ្លះគឺឲ្យយើងមកអាស្វិតនឹងតែម្ដងអ្នកលក់អត់ស្មោះត្រង់អីចឹងថ្ងៃក្រោយឈប់ទិញទៀតហើយវាសតខ្ញុំដើរផ្សារឡើងស្គាល់មួយស្គាល់អស់ហើយចឹងទៅគាត់ឲ្យទាណាដែលផុយចឹងមកយើងស្រួលធ្វើម្ហូបក្នុងការញ៉ាំយើងចង់យកទៅអាំងក៏បានយកទៅដុតអំបិលម្ទេសអីក៏បានក៏ឆ្ងាញ់ដែរបងប្អូនទាហ្នឹងព្រោះវាក្មេងហើយគ្រឿងក្នុងគ្រឿងអីដែរយើងហាន់វាទូចទៅដូចជាកោះដូចជាថ្លើមវេដងអីចឹងណាយើងហាន់វាល្អទូចឲ្យវាឆ្មាចឹងទៅវាចូលជាតិគ្នាបានល្អហើយវាអត់ឆ្អាបផងទាខ្ញុំកាប់ហើយរួចរាល់ហើយទុកមួយឡែកទៅយើងមកមើលបន្លែម្ដងចំពោះត្រប់វិញខ្ញុំហាន់វាជា2ជា3តាមទូចតាមធំទៅផ្លែត្រប់ហ្នឹងខ្ញុំចុចត្រូវតែហាន់បើអត់ហាន់ទេអត់ចេះញ៉ាំទេមានអារម្មណ៍ថាពេលដែលយើងស្លទៅវាអត់ឆ្ងាញ់វាអត់ចូលជាតិហើយវាក្រផុយទៀតអញ្ចឹងខ្ញុំត្រូវតែហាន់វាទូចបែបហ្នឹងទៅហើយម្ទេសខៀវហ្នឹងខ្ញុំប្រើ3 4ផ្លែទៅវាយកពណ៌និងយកក្លិនឈ្ងុយផងវាអត់ហឹរទេម្ទេសហ្នឹងពេលឡំជូរម្ដងក៏ខ្ញុំចូលចិត្តណាស់ដាក់ម្ទេសហ្នឹងវាឆ្ងាញ់ហាម្ទេសម៉ាឡេនេះឲ្យយកពណ៌ទេក៏វាមិនហឹរអីដែរក៏វាមានរសជាតិឈ្ងុយដែរដាក់ទៅសឡយើងលើកសម្រស់កាន់តែស្រស់ស្អាតពួកឯនៅពេលដែលតិចទៀតទៅបន្លែយើងក៏រៀងរលួយហើយនឹងទាយើងក៏វាបាត់រូបរាងដើមអញ្ចឹងទៅយើងដាក់ម្ទេសម៉ាឡេហ្នឹងទៅវាពណ៌ស្អាតហើយខ្ទឹមសវិញប្រើម្ដុំធំទៅបងប្អូនព្រោះកាន់តែប្រើច្រើនវាកាន់តែឆ្ងាញ់ខ្ទឹមសហ្នឹងហើយយើងមិនបកសបកវាអស់ក៏បានដែរបកតែមិនមុំទៅបានហើយខ្ទឹមក្រហមវិញខ្ញុំប្រើ2ដុំធំខ្ញុំហាន់វាជា3ជា4ទៅអូខេហើយម្ដេងប្រើម្ដេងស្រែដាក់មួយដុំ2ដុំធំទៅហើយល្មៀតចឹងដែរល្មៀតខ្ញុំប្រើមួយដុំធំដែរព្រោះម្ជូរក្រាក់យើងហ្នឹងគឺត្រូវការល្មៀតហើយគ្រឿងទាំងអស់ហ្នឹងគឺខ្ញុំអត់បុកទេគឺដំបែបហ្នឹងហើយចំពោះម្ទេសហឹលខ្ញុំហ្នឹងគឺខ្ញុំប្រើឡើង5ផ្លែហើយព្រោះដើម្បីកាត់ឆ្អាបបានល្អវាហឹលតិចបានឆ្ងាញ់ដែរសឡំជូរក្រាក់យើងហើយគល់លក្រីវិញប្រើ3 4គល់ទៅតាមទូចតាមធំទៅបងប្អូនតែគល់លក្រីនោះជំនួយក្លិននិងរសជាតិស្លយើងបានឆ្ងាញ់ល្អណាស់ដំវាឲ្យស្ប៉ែតឡាជីជាតិទៅយើងកាត់វាជា2ជា3ទៅវាតាមទូចតាមធំតាមវែងចឹងទៅហើយលក្រូចវិញដាក់4 5សន្លឹកទៅហើយចំពោះពេលស្លវិញមិនតន់ដាក់ម្ដងទាំងអស់ទេចាំទុកយើងដាក់ជាមួយនឹងម្រះព្រៅបានលក្រូចយើងក្លិនឈ្ងុយល្អមែនតែស្លយើងហើយដល់មកជូរតួឯកសំខាន់យើងគឺស្លឹកត្មងនឹងឯងស្លឹកត្មងយើងបូតវាយកតែស្លឹកមកយើងយកមិនចាស់ពេកមិនខ្ចីពេកល្មមបងប្អូនបើខ្ចីពេកក៏វាមានរសជាតិរៀងល្វីងដែរល្វីងជ័រស្លឹកត្មងហ្នឹងណាហើយបងប្អូនញ៉ាំផ្លែស្លឹកត្មងហ្នឹងអត់ឆ្ងាញ់ណាស់ខ្ញុំចូលចិត្តជូរអែមព្រោះយើងនៅស្រុកស្រែអត់មានអីក្រៅពីមកជូរផ្លែព្រៃហ្នឹងទេញ៉ាំតោះល្អមែនតើអញ្ចឹងវាស្តៀងនឹងផ្លែល្មុតដែររសជាតិគេរៀងជូរអែមឆ្ងាញ់តែលឹកត្មងខ្ញុំហាន់ប្រហែលល្អិតទូចសិនថ្ងៃហ្នឹងខ្ញុំអត់ចង់បុកអីរដងខ្ញុំយកលឹកត្មងទៅបុកប៉ុន្តែថ្ងៃហ្នឹងខ្ញុំគ្រាន់តែហាន់វាល្អិតស្ដាងទូចបែបហ្នឹងទៅបានហើយអត់ចាំបាច់បុកអីមកក៏បានដែរខ្ញុំអត់ចង់បុកលឹកត្មងដោយសារអីពេលដែលបុកហើយវាមានពណ៌ខ្មៅវាឡើងពណ៌ខ្មៅឡើងជ័រវាមកណាអញ្ចឹងទៅខ្ញុំអត់ចង់បុកហើយខ្ញុំគ្រាន់តែច្រាំវាឲ្យម៉ត់ល្អិតអញ្ចឹងទៅក៏
វាជូរជាតិឡើងល្អដែរស្លំជូរក្រាក់យើងបានលឹកត្មុងចេះដឹកវេះហើយបងប្អូនអើយហើយកម្រណាកម្ររោណាស់លឹកត្មុងហ្នឹងវាមានតាមតំបន់តាមរដូវទៀតណាបើថាដើរប៉ះកណាមជួបទេមិនមានទេបើតំបន់ខ្លះអត់មានទេលឹកត្មុងហ្នឹងចឹងខ្ញុំចាំវាបានម៉ត់ហើយទុកវាមួយឡែកសិនទៅហើយប្រហុកវិញខ្ញុំប្រើបោកដីកំភ្លីបងប្អូនអើយឈ្ងុយណាស់តែងពីសហគមន៍មកហើយយកវាមកច្រាំឲ្យម៉ត់បន្តិចព្រោះដើម្បីកុំឲ្យវាឆ្អឹងយើងដាក់ទាំងអស់ទៅវាឆ្ងាញ់ប្រហុកនេះខ្ញុំប្រើមួយស្លាបព្រាបាយកន្លះហើយនេះហ្មងប៉ុណ្ណឹងទៅតាមស្លយើងតិចឬក៏ច្រើនព្រោះទាខ្ញុំរៀងទូចដែរទេបងប្អូនមួយនឹងតាម7ខាំទេហើយនឹងភ្លេចប្រើម្ទេសក្រៀមផងដើម្បីឲ្យស្លរបស់យើងមានពណ៌កាន់តែស្អាតប្រើឆ្នាំងទូចមួយល្មមចាក់ប្រេងឆាចូលបន្តិចហើយគ្រឿងផ្សំដែលយើងបានរៀបចំរួចនឹងគល់ក្រៃលើក្រូចម្ទេសហ្នឹងដាក់មករំលីងវាឲ្យឡើងឈ្ងុយចាំគ្រឿងយើងឈ្ងុយល្អហើយចាំយើងដាក់ម្ទេសក្រៀមនេះចូលមកម្ទេសក្រៀមហ្នឹងដាក់វាតាមក្រោយចឹងបាទរំលីងវាម្ដងទៀតទៅវាកាន់តែឈ្ងុយហើយពណ៌វាក៏កាន់តែស្អាតដែរស្លឆ្ងាញ់ក៏អាស្រ័យលើភ្លើងដែរអញ្ចឹងបងប្អូនភ្លើងប្រយ័ត្នផងណាប្រើហឹមបានហើយព្រោះពេលរំលីងនេះកុំប្រើភ្លើងខ្លាំងពេកណាបន្ទាប់ពីគ្រឿងយើងឈ្ងុយល្អហើយយើងចាក់ប្រហុកយើងចូលបន្តិចមកហើយជាមួយស្លាបព្រាបាយប្រហុកនោះដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងបើសិនបងប្អូនមិនចូលចិត្តប្រហុកខ្លាំងដាក់តែមួយស្លាបព្រាបាយទៅបានហើយព្រោះតាមប្រហុកយើងក្លិនឈ្ងុយឬឈ្ងុយក្លិនស្រាលឬក៏ស្កិនខ្លាយអញ្ចឹងណាខ្ញុំរំលីងគ្រឿងទាំងអស់នឹងឡើងឈ្ងុយចូលជាតិគ្នាល្អហើយក៏ចាក់សាទាយើងចូលមកទាំងអស់មកហើយបន្ទាប់មករំលីងទៀតរំលីងគ្រឿងទាំងអស់ហ្នឹងឲ្យវាចូលជាតិគ្នាបាត់ក្លិនឆ្អាបទាសិនណាយើងអត់តន់ដាក់គ្រឿងផ្សំអីផ្សេងចូលទាំងអស់យើងរំលីងវាឲ្យវាចេញទឹកប្រៃអស់សិនតែរំលីងអត់អស់ទឹកប្រៃទេក៏វាមានក្លិនឆ្អាបទាអត់ឆ្ងាញ់ដែរស្លយើងព្រោះពេលហ្នឹងក៏សំខាន់ដែរបងប្អូនអញ្ចឹងសំខាន់រំលីងវាឲ្យចូលជាតិហើយឲ្យវារងាស់ចេញទឹកប្រៃអស់ចាំយើងដាក់ទឹកឬក៏ដាក់គ្រឿងចូលតាមក្រោយខ្ញុំរងាស់រីវានេះល្អឲ្យចេញក្លិនចេញជាតិចេញអីមកជាមួយនឹងគ្រឿងនឹងអូឈ្ងុយខ្លាំងណាស់បងប្អូនអើយខ្ញុំអត់សូវចូលចិត្តញ៉ាំសាច់ទាទេដល់ពេលបានយកមកស្លម្ជូរក្រាក់ទាចេះអូឆ្ងាញ់មួយយ៉ាងដែរហើយតបឲ្យយើងដាក់គ្រឿងទេសតបផ្សំទៅដូចជាអំបិលស្ករប៊ីចេងអញ្ចឹងណាបងប្អូនតែថ្ងៃហ្នឹងខ្ញុំប្រើជាមួយនឹងស្ករត្នោតដែរស្ករត្នោតមួយស្លាបព្រាបាយទៅហើយបន្ថែមទឹកហ្នឹងខ្ញុំប្រើឡើង1លីត្រកន្លះហើយបងប្អូនព្រោះឆាខ្ញុំរៀងទូចដែរទេអញ្ចឹងខ្ញុំចាក់តាម1លីត្រកន្លះល្មមពេញមួយសាច់ទារបស់ខ្ញុំហើយកូរវាម្ដងទៀតឲ្យចូលជាតិទៅហើយរងាស់វាចោលតាំងតែ10ទៅ15នាទីទៅទាយើងផុយល្មមអាចញ៉ាំបានហើយអស់ច្រឡំតញ៉ាំបានទេបងប្អូននៅដាក់បន្លែដាក់អីទៀតអញ្ចឹងខ្ញុំគ្របវាទុកចោល10ទៅ15នាទីទៅវាចាប់ដើមពុះខ្ជុលពេលហ្នឹងគឺក្លិនមកអូឈ្ងុយណាស់បងប្អូនអើយមិនដឹងថាពុះបោះយាយថាម៉េចទេបងអូនណាដែលចូលចិត្តសាច់ទាផ្សេងគេឡោះមកជូរប្រៃអីអញ្ចឹងទៀតអូ the best ហ្មងឃើញហើយដឹងតែលេបទឹកមាត់ហើយដូចញោមចាឥឡូវហ្នឹងពេលហ្នឹងពងអាឃ្លៀនពងអាលេបទឹកមាត់ទៀតហើយនេះមានអ្នកបាត់បេះដូងអត់បងប្អូនសាក់តែបេះដូងមកនៅក្នុងឆ្នាំងស្លខ្ញុំនេះមើលបេះដូងផងណាប្រយ័ត្នជ្រុះណាខ្ញុំអត់ទទួលខុសត្រូវទេបន្ទាប់ពីស្លខ្ញុំពុះល្អហើយក៏បន្ថែមមួយលឹកត្មុងយើងចូលមកព្រោះលឹកត្មុងហ្នឹងដាក់តាមពុះទៅវាចាប់ដើមចេញជាតិជូរមកបានល្អហើយក៏ស្លរបស់យើងក៏ចាប់ផ្ដើមប្រែពណ៌ដែរដោយសារដាក់លឹកត្មុងចូលទៅវាពណ៌លឹកត្មុងវារាងកម្ៅអញ្ចឹងស្លរបស់យើងពណ៌លែងក្រហមថ្លាដូចមុនហើយបែរតែជារៀងស្អាប់វិញតិចឯងបងប្អូនអ្នកឃើញអត់វាមកពុះប៉ុណ្ណឹងហើយចេញជាតិជូរមកឈ្ងុយណាឈ្ងុយជាងស្លឹកអីផ្សេងខ្ញុំស្លឹកត្បូងឬក៏ស្លឹកខ្នឹងអីខ្ញុំចូលចិត្តថ្លំជូរប្រៃបែបនេះគឺវាឆ្ងាញ់មើលតាមជូរខ្ញុំចេញជាតិល្អហើយខ្ញុំដាក់បន្លែចូលមកមានត្រប់ស្រួយមានម្ទេសខៀវហើយនិងម្ទេសប្លេហើយបន្ថែមមួយម្រះព្រៅយើងតិចទៀតមកប៉ុណ្ណេះស្លរបស់យើងរួចរាល់ហើយតំណងអត់បងប្អូនតែសម្រាប់ខ្ញុំវិញតំណងខ្លាំងណាស់ឆ្ងាញ់ហ្មងរសជាតិគេជូរប្រៃផ្អែមអូញ៉ាំជាមួយនឹងបាយក៏ត្រូវញ៉ាំខ្លែមក៏ត្រូវដែរបើថាបានបាយកកទៀតណាឆ្ងាញ់ខ្លាំងណាស់បងប្អូនឥឡូវដល់វគ្គទុនយើងញ៉ាំពួកក្លិននឹងឈ្ងុយយូរហើយចាំមិនអាចបង្អស់បានតែក៏ឆ្អិនភ្លាមគឺញ៉ាំភ្លាមតែម្ដងឥឡូវដល់បងប្អូនគ្រាន់តែញ៉ាំមួយម៉ាត់ដំបូងទៅមានអារម្មណ៍ថាវាឈ្ងុយលឹកត្មុងឈ្ងុយសាច់ទានឹងគ្រឿងទាំងអស់នឹងអប់ចូលគ្នាជូរប្រៃផ្អែមមកល្មមឆ្ងាញ់ហ្មងហើយញ៉ាំជាមួយនឹងបាយមួយម៉ាត់ទៀតកាន់តែអែមបើថាបានម្ទេសអាចសតថែមមួយទៀតណាអូជាតិណាស់បងប្អូនអើយញ៉ាំយកឲ្យពេលហ្នឹងហើយសាច់ទាយើងក៏ផុយល្មមឆ្ងាញ់ញ៉ាំមិនស្វិតពេកមិនផុយពេកមកល្មមដោយសារអីយើងរើសទាបានល្អរើសទាបានត្រូវហើយមកជូរត្បូងរបស់យើងក៏រើសបានល្អដែរបងប្អូនមកជូរក្រាក់ទានេះមកហូបប្រចាំតំបន់ណាដែរ
បងប្អូនអាច comment នៅខាងក្រោមបានបើសម្រាប់ខ្ញុំចូលចិត្តធ្វើនៅពេលដែលយើងទៅឆ្ការទៅព្រៃទៅអីចឹងយើងអត់មានគ្រឿងផ្សំគ្រប់គ្រាន់សម្រាប់ក្នុងការហាន់ឬក៏បុកអីគ្រាន់តែដំបែបហ្នឹងទៅគឺបានញ៉ាំហើយពួកអីខ្ញុំចូលចិត្តធ្វើបែបហ្នឹងពេលដែលទៅស្រែទៅព្រៃជាមួយនឹងគូសាអ្នកផ្ទះខ្ញុំម្ដងចាំបានខ្ញុំហៅថាម្ជូរក្រាក់ទាបងប្អូនពួកមានបងប្អូនខ្លះក៏សួរថាម្ជូរក្រាក់ទានិងម្ជូររឿងហ្នឹងខុសគ្នាត្រង់ណាអញ្ចឹងសម្រាប់ខ្ញុំគឺខុសគ្នាត្រង់មួយបុកគ្រឿងនិងមួយអត់បុកគ្រឿងអរគុណបងប្អូនវីដេអូរបស់ខ្ញុំក៏មានប៉ុណ្ណឹងដែរអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់បើបងប្អូនគិតថាវីដេអូមួយនេះមានប្រយោជន៍សូមចែករំលែកម្នាក់មួយទៅដើម្បីឲ្យបងប្អូនផ្សេងៗដទៃទៀតគាត់អាចធ្វើញ៉ាំបានទាំងអស់គ្នានៅពេលដែលគាត់ទៅចការទៅស្រែទៅព្រៃអត់មានគ្រឿងផ្សំគ្រប់គ្រាន់អីអាចធ្វើម្ហូបបំបុកនេះបានញ៉ាំជុំគ្រួសារបងប្អូនមានឆ្ងាញ់ណាស់បងប្អូនអើយ